បានជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនិយាយអំពីករណីអគ្គិភ័យឆាបឆេះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន3នាក់នេះគឺជារូបភាពប្អូនស្រីនិងប្អូនប្រុសដែលបានបាត់បង់អាយុជីវិតកាលពីយប់មិញដោយសារតែមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបាទនៅផ្ទះរបស់គាត់បាទមូលហេតុដោយសារតែមានការឆេះនេះគឺដោយសារតែមានរថយន្តដឹកប្រេងសាំងមួយគ្រឿងបាទឈប់បូមប្រេងសាំងលក់ឲ្យប្រជាពលរដ្ឋពេលដែលគាត់បូមបានចំនួន2ដងហើយគាត់យកទៅទុកនៅក្នុងផ្ទះប្រជាពលរដ្ឋចំនួន2ដងរួចមកធ្វើការបូមបន្ថែមទៀតប៉ុន្តែនៅមុខផ្ទះរបស់ប្រជាពលរដ្ឋនោះគឺមានអ៊ំស្រីជាម្ចាស់ផ្ទះបាទគឺគាត់បានអាំងងាវសម្រាប់ហូបពេលដែលគាត់អាំងងាវសុកក៏មានអណ្ដាតភ្លើងឆាបឆេះទៅដល់ឡានដឹកប្រេងសាំងនោះបន្ទាប់មកក៏រាលដាលឆេះទៅដល់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យមានមនុស្សស្លាប់នៅក្នុងនោះផងដែរបងប្អូនសាសម័យមើលមនុស្សរស់បងប្អូនពេលដែលគាត់ឆាបឆេះមិនដឹងថាគាត់ស្រែករកឪពុកម្ដាយឲ្យជួយរកអ្នកឲ្យជួយមិនដឹងថាក្តៅប៉ុណ្ណាទេបាទហើយខ្ញុំសូមបន្ថែមទៀតនៅក្នុងករណីនេះគឺជាមានអ្នកឆ្លៀតឱកាសយកផលកេងចំណេញបាទកំណត់ទុកអ្នកដតីដើម្បីផលប្រយោជន៍ខ្លួនឯងគឺមាន account fake មួយនេះបាទនេះគឺជា account ខ្ញុំឆែកមើលគឺជា account fake បានផុសបាទសុំជំនួយទៅដល់សពរធัวដើម្បីឲ្យជួយទៅដល់គ្រួសារសពប៉ុន្តែនៅក្នុងការជាក់ស្ដែងខ្ញុំមើល comment នេះមានសាច់ញាតិគ្រួសារសពក៏បានចូល comment នេះ comment របស់គាត់បងប្អូនគឺមិនមានតាក់ព័ន្ធជាមួយនឹង account មួយនេះទេអញ្ចឹងមានន័យថា account មួយនេះគឺជា account fake យកផលកេងចំណេញអ្នកដតីបាទកំពុងតែមានទុកបែរជាយកអាផលមួយដែលបាទខ្មៅងងឹតធ្វើទៅរួចទេពុកម៉ែបងប្អូនបាទណាដាក់ទាំងQR code សុំជំនួយពីសប្បុរសធម៌បាទដូច្នេះពុកម៉ែបងប្អូនជួយ share ម្នាក់មួយផងដើម្បីឲ្យសមាជិកគាត់បានដឹងហើយដើម្បីឲ្យបងប្អូនជាពលរដ្ឋយើងអ្នកផ្សេងទៀតគាត់បានដឹងថានេះគឺជា account fake មិនមែនជា account ពិតប្រាកដទេដែលយកផលចំណេញបាទពីអ្នកដតីកំពុងតែមានទុកយកមកធ្វើជាអាជីវកម្មខ្លួនឯងបាទហើយកាត់ហេតុនេះនៅត្រង់ចំណុចភូមិព្រែកប្រសពឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុបាទដូច្នេះខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំផងបាទចូលរួមសោកស្ដាយដោយមានការបាត់បង់អាយុជីវិតកូនស្រី1នាក់និងកូនប្រុស2នាក់បានស្លាប់ហើយកូនប្រុសនិងកូនស្រីរបស់គាត់ពិតជាស្អាតណាស់ពុកម៉ែបងប្អូនបាទសូមអរគុណ